ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកដើមអង្រែដែកបាទដើម្បីយកមកធ្វើជាថ្នាំអឺជំនួយកម្លាំងបាទអញ្ចឹងបើសិនជាបងប្អូនពុកម៉ែទាំងអស់គ្នាដែលកំពុងមានបញ្ហាខ្សោយរហិតរហៃដៃជើងអស់កម្លាំងបាយមិនសូវបានសម្រាមមិនសូវលក់ថ្ងៃនេះខ្ញុំសូមចែករំលែកដើមអង្រែដែកដើម្បីយកមកធ្វើជាថ្នាំពៅកម្លាំងធ្វើឲ្យយើងមានកម្លាំងកំហែងរឹងមាំឡើងវិញហើយជាពិសេសហ្នឹងធ្វើឲ្យអូនតូចរបស់យើងហ្នឹងងើបស្ទុះស្ទាររហ័សរហួនបាទមើលព្រៃព្រឹកផ្សារបានយូរអង្វែងបាទងាយចាញ់គេផ្ដេសផ្ដាស់ទេបាទអញ្ចឹងដើមអង្រែដែកនេះបងប្អូនងាយស្រួលចំណាំណាបាទវាមានដើមមួយតូលអញ្ចឹងទៅហើយវាមានស្លឹកបាទស្របនឹងដើមរបស់វាបាទដូចដែលនៅក្នុងរូបភាពនេះអញ្ចឹងហើយវិធីប្រើនឹងងាយទេបងប្អូនគ្រាន់តែបងប្អូនបាទបេះយកស្លឹករបស់វាចំនួន4-5សន្លឹកមកយើងហាន់ជាកង់ទៅបងប្អូនដាក់ដាំទឹកចំនួន1លីត្រទៅ2លីត្រអាស្រ័យទៅលើបងប្អូនញ៉ាំទឹកតិចឬច្រើនណាបាទបើញ៉ាំច្រើនបងប្អូនដាក់2លីត្រអីទៅឬក៏3លីត្រអីទៅញ៉ាំតិចក៏ដាក់1លីត្រចឹងទៅហើយពាក់ព័ន្ធនឹងបញ្ហាខ្សោយអស់កម្លាំងឧស្សាហ៍នឿយហត់អស់កម្លាំងបាយមិនសូវបានសម្រាមមិនសូវលក់បងប្អូនព្យាយាមហូប4-5ថ្ងៃឡើងទៅអាការៈដែលពុំសូវសម្រានលក់បាទនឹងធ្វើឲ្យយើងគេងលក់ហើយជាពិសេសងើបពីព្រលឹមហ្នឹងគឺមានកម្លាំងកំហែងអត់នឿយអត់ហត់អត់អស់ដៃអស់ជើងអីទេបាទហើយសម្រាប់បងប្អូនស្ត្រីដែលឧស្សាហ៍ឈឺដៃស្បូនណាបាទឈឺដៃស្បូនហូបទៅប្រកាសជាត្រូវបាទហើយបើសិនជាបងប្អូនចង់ឲ្យខ្លាំងបាទជាងនឹងទៅទៀតបងប្អូនថែមតែអឺដើមគេហៅថាកម្រើកគុំកម្រើករាត្រីឬមួយក៏រឹសអន្ទង់សបាទបន្ថែមទៀតទៅវាកាន់តែល្អបាទទ្វេដងមានន័យថាយើងហូបតែអង្រែដែកនេះបាន50% បើយើងថែមកម្រើករាត្រីឬក៏រឹសអន្ទង់សថែមទៀតបាទឬមួយក៏បងប្អូនមានដំរី5ដកអីហ្នឹងបាទសិតសឹងតែស្ដាច់ថ្នាំហើយបាទស្ដាច់ថ្នាំពៅកម្លាំងណាបាទហើយកម្លាំងអូនតូចរបស់យើងក៏វាស្ទុះស្ទាររហ័សរហួនទៅតាមនឹងទៀតបាទចឹងឃើញថាថ្នាំខ្មែររបស់យើងតាក់ទងនឹងដើមអង្រែដែកនេះវាមានប្រសិទ្ធភាពបាទជាប្រភេទថ្នាំមួយជួយកម្លាំងឲ្យយើងមានកម្លាំងកំហែងបាទហើយល្អមែនទែនបាទបើប្រៀបធៀបនឹងយិនសិនវិញគឺចង់ប្រហែលនឹងយិនសិនហើយបាទអញ្ចឹងស្រុកខ្មែរយើងមិនសូវជាសម្បូរយិនសិនដោយប្រទេសគេទេអញ្ចឹងយើងមានតែអង្រែដែកក្បាលដែកបាទកម្រើកគុំកម្រើករាត្រីគោមួយបាទឬក៏រឹសអន្ទង់សមើមលឹងអីសូយហ្នឹងហើយបាទជាថ្នាំពៅមួយដ៏ស័ក្តិសិទ្ធិប្រកែមែនទែនសម្រាប់បងប្អូនដែលគាត់មានវ័យចំណាស់ទៅបាទមិនសូវជាមានកម្លាំងកំហែងឆាប់ចុករយក្នុងចង្កេះបាទហើយដើមអង្រែដែកនេះបាទយើងអាចយកមកចិញ្ច្រាំវាធ្វើជាថ្នាំបាទព្យាបាលទៅនឹងជំងឺផ្សេងទៀតប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកតែស្លឹករបស់វាទេដើម្បីយកមកដាំទឹកហូបបាទសម្រាប់ជំនួយកម្លាំងមិនថាកម្លាំងកាយកម្លាំងអូនតូចបាទមានន័យថាខ្សោយកលៀនអសមត្ថភាពហ្នឹងគឺត្រូវតែម្ដងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេតាក់ទងនឹងដើមអង្រែដែកបាទអញ្ចឹងបើសិនជាបងប្អូនពុកម៉ែទាំងអស់គ្នាបានមើលវីដេអូរបស់ខ្ញុំហើយបាទកុំភ្លេចជួយចែករំលែកបាទជួយ share បន្តទៅដើម្បីឲ្យបងប្អូនដទៃទៀតដែលក៏អត់ដឹងពីអត្ថប្រយោជន៍ដើម្បីឲ្យគាត់បានដឹងបានយល់អំពីអត្ថប្រយោជន៍ដើមអង្រែដែកនេះបាទអញ្ចឹងសូមអរគុណហើយមុននឹងដល់ទីបញ្ចប់នេះខ្ញុំបាទក៏មានថ្នាំឱសថបុរាណជាច្រើនផងដែរសម្រាប់ពុកម៉ែបងប្អូនណាដែលចង់ព្យាបាលជំងឺបាទមិនថាជំងឺអ្វីនោះទេបាទខ្ញុំបាទមានថ្នាំឱសថបុរាណសម្រាប់ព្យាបាលជំងឺទូទៅតែម្ដងបាទ
ហើយសម្រាប់បងប្អូនបរោះដែលមានបញ្ហាអសមត្ថភាពចង់ជាវថ្នាំយកទៅប្រើក៏មានដែរណាអញ្ចឹងមុននឹងដល់ទីបញ្ចប់នេះខ្ញុំក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយ like ជួយ share ជួយ subscribe ដល់វីដេអូរបស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីៗចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា